60មេបព្វជិជននឹងដែលឈ្មោះទូសមុទ្រនឹងបាត់ខ្លួនអត់នឹងស្លាប់នឹងរស់ប៉ុន្តែឯកសារបព្វជិជនដែលបព្វជិជនគេបរៀនខ្ញុំស្រាប់រៀនកាលខ្ញុំនៅសម័យរដ្ឋកម្ពុជានោះគេចោទប្រកាន់ថាពលពតជាអ្នកស្លាប់ទូសមុទ្រតែប៉ុន្តែមិនមែនទេគេបាត់ខ្លួនមិនណាសម្លាប់ទេដល់ទូសមុទ្រស្លាប់ទៅបានយួនជួយរៀបចំជ្រើសរើសមេបព្វជិជនឡើងវិញព្រោះមេបព្វនោះបានស្លាប់ទៅហើយបាត់ខ្លួនហើយបានគេត្រូវរើសថាតើឲ្យពីណាធ្វើមេបកបន្តមកទៀតចឹងបានគេរៀបចំទៅគេជ្រើសរើសស្លុតសឲ្យធ្វើជាមេបកវិជនបន្តពីទូសមុទ្រស្គាល់ស្លុតសទេទាំងអស់គ្នាបានណាស្គាល់ទេស្គាល់ស្លុតសទេបាទអត់ស្គាល់ស្លុតសហ្នឹងគឺប៉ុលពតបាទប៉ុន្តែពេលនោះគេអត់ស្គាល់ទេប៉ុលពតក៏ទៅឈ្មោះឆ្នាំ76ដែលគាត់ធ្វើមេបកវិជនហ្នឹងគឺឈ្មោះស្លុតសបាទណែហើយស្លុតសធ្វើមេបព្វជិជនបន្តមកទៀតហើយយួនជួយស្លុតសហ្នឹងជួយដល់ឆ្នាំ67យួនឲ្យពួកក្រុមបព្វជិជនហ្នឹងរត់ចូលព្រៃឈប់តស៊ូនយោបាយហើយបាននៅគ្នារត់ចូលព្រៃតស៊ូបដាអាវុធដើម្បីប្រឆាំងជាមួយរបបស្ដេចឪបាទហើយដល់ឆ្នាំ70ពេលលន់នល់ធ្វើរដ្ឋបហាលាក់ស្ដេចឪពួកយាកុងអស់យាមិញចូលយាកុងចូលស្រុកយើងពេញហើយយាកុងចូលពេលនោះគេប្រកាសថាមកជួយស្ដេចឪតែក៏ពិតមិនមែនស្ដេចឪទេយាកុងនឹងមកជួយបព្វជិជនដើម្បីវាយយកអំណាចបាទអញ្ចឹងពួកយាកុងនឹងជួយបព្វជិជនរហូតដល់ឆ្នាំ74បានយាកុងនឹងចេញទៅវិញហើយបាន75បព្វជិជនឈ្នះលន់ដល់អាវុធនេះឲ្យច្បាស់ហើយសម្ដេចទាំង3ហ្នឹងកូនចៅបព្វជិជនអស់ចូលកាលនោះសម្ដេចកដាលគេចាំច្បាស់បងប្អូនទិសនេះហៅទិសពពីសម្ដេចកដាលគេប្រធានវិរៈស្នាធំរបស់ពពតសម្ដេចគៀនគេដែលប្រធានរដ្ឋសភាថ្ងៃនេះប្រធានកងពលលេខ4ភូមិភាគពពីនេះកូនចៅពលពតសម្ដេចមួយទៀតប្រធានព្រឹទ្ធសភាថ្ងៃនេះគណៈស្រុកវិញ្ញាកែកនៅភូមិភាគពពីកូនចៅរបស់បព្វជិជនក្រុមខ្មែរក្រហមពលពតជាមួយគ្នាហើយដល់ឆ្នាំ75ពេលដែលបព្វជិជនឈ្នះឆ្នោតនោះឲ្យឈ្នះដល់អាវុធនោះបានគេដូរឈ្មោះបព្វជិជននោះមកជាបកកុម្មុយនីសកម្ពុជាហើយមេបកបានដូរឈ្មោះពីស្លុតសមកសម្បត្តិមិត្តពលពតហើយច្បាស់ណាស់បាទពលពតជាប្រធានបព្វជិជនជំនាន់នោះបាទដល់ពលពតកាន់ធ្វើមេបកផងធ្វើនាយករដ្ឋមន្ត្រីផងហើយសម្ដេចទាំង3ដាក់តាំងរងៃនៅជាមួយពលពតនឹងឯងជាកូនចៅពលពតនឹងឯងឲ្យច្បាស់ចឹងឆ្នាំ76មេបកយួនឈ្មោះលេយុនណាមេបកយួនឈ្មោះលេយុនបានមកស្រុកខ្មែរមកជួបពលពតនៅភ្នំពេញជួបពលពតដើម្បីអ្វីឲ្យបងប្អូនចាំរឿងហ្នឹងជួបដើម្បីឲ្យពលពតអនុវត្តនយោបាយហូជីមិញនយោបាយហូជីមិញយ៉ាងម៉េចគឺយកប្រទេសខ្មែរដាក់ធ្វើសហព័ន្ធទូចិនដែលមានយួនជាបងធំបានហាក់ជាប្រទេសតែមួយលាយខ្មែរយួនចូលតែមួយឲ្យមានកងទ័ពតែមួយឲ្យចាយលុយតែមួយហើយជនជាតិណាក៏អាចមករស់នៅបានទាំងអស់លេយុនមកបបួលពពតបណ្ដឹងចឹងពពតក៏អត់ព្រមគាត់ថាទេយើងមិនអាចធ្វើចឹងបានទេសូមរាប់អានគ្នាជាបងជាប្អូនបានប៉ុន្តែបើដាក់បញ្ចូលគ្នាចឹងវាខុសគ្នាពពតបដិសេធនយោបាយដែលយួនចង់បានហ្នឹងដល់ពពតបដិសេធនយោបាយយួនចង់បានហ្នឹងពេលនោះនៅក្នុងក្រុមពពតបែកជាពីរក្រុមបព្វជិជនបែកជាពីរក្រុមបានពពតដឹងខ្លួនរឿងនោះពតចាប់ទៅចាប់ដើម្បីការពារខ្មែរហើយក្រុមមួយទៀតធ្វើបម្រើយួនបានវាមានភាពច្បងច្បល់នៅសម័យពពតនោះមានភាពច្បងច្បល់គឺមានការសម្លាប់គ្នាដោយសារពពតមានអំណាចជាងគេបើមានអំណាចជាងគេពពតសង្ស័យទាំងអស់ព្រោះមាននយោបាយព្រមធ្វើឃាតពពតព្រមធ្វើរដ្ឋបហាពពតដល់ពពតសង្ស័យទាំងអស់បានពពតមានអំណាចពពតសម្លាប់ខ្មែរគ្នាឯងមកថាណាក៏យួនតែដល់បាត់យួនជាអ្នកធ្វើឲ្យច្បងច្បល់នេះអញ្ចឹងដល់ពេលនយោបាយដែលយួនគាត់ប្រើនយោបាយដើម្បីដកពពតចេញពីតំណែងបាននៅចុងឆ្នាំ77នេះបងប្អូនទៅចាំចុងឆ្នាំ77យួនបានវាយពពតលើកទី1នៅស្វាយរៀងណា25ធ្នូឆ្នាំ77ធ្វើជាលេខ1ណាយួនវាយមកទឹកទេចូលដល់ទីប្រកាសស្វាយរៀងកំពង់ចាមចូលដល់ចិត្តត្បូងឃ្មុំចិត្តសួកយួនវាយនឹងវាយទៅអីទេយួនសាកកម្លាំងពពតព្រោះយួនថាដើម្បីដកពពតបានទៅប្រើកម្លាំងទ័ពហើយมันអាចប្រើផ្ទៃក្នុងបានទេអញ្ចឹងបានយួនប្រើរយៈពេលមួយទឹកវាយចូលដល់ស្វាយរៀងខាងកំពង់ចាមចិត្តដល់សួក
បានយួនដឹងថាយួនប្រើកម្លាំងយោធាតែមួយខែទេដេញប្រពន្ធចេញអញ្ចឹងយួនដកថយទៅវិញពេលដកថយទៅវិញខ្ញុំមិនដឹងថានៅតំបន់នេះមានបាញ់ទេកាលនោះណាចុងខែ77ណាបាទបើខ្ញុំដឹងថាតាមប្រជារាស្ត្រមួយនោះគឺដល់ស្វ័យរៀបបាទដល់យួនដកថយទៅវិញបានយួនរៀបចំកម្លាំងយួនចំណាយពេល1ឆ្នាំ78នោះគឺរៀបចំកម្លាំងដើម្បីដេញប្រពន្ធមកយួនរៀបចំកម្លាំងពីរប្រភេទទី1យួនទៅសុខទៅការជំនួយលេយួននឹងទៅមូស្គូទៅជួបរុស្ស៊ីសូវៀតណាសុំជំនួយយោធាដើម្បីវាយប្រពន្ធរួចហើយលេយួនបានចាត់តាំងថាបើដេញប្រពន្ធចេញតែឲ្យពីណាមកជំនួយប្រពន្ធហ្នឹងយើងយួនបានចាត់តាំងបែបសវណ្ណឯសម្ដេចទាំង3ណានៅស្រុកខ្មែរមួយប្រពន្ធទេពេលនោះពេលយួនរៀបចំផែនការណារៀបចំផែនការដើម្បីវាយខ្មែរក្រហមប្រពន្ធហ្នឹងគឺអ្នកទាំង3នាក់នៅជាមួយប្រពន្ធទេចឹងយួនគេចាប់តាំងពីណាគេចាប់តាំងឲ្យបែបសវណ្ណថាពេលដេញប្រពន្ធចាប់ទៅឲ្យពីណាមកជំនួសប្រពន្ធគឺយួនរើសបែបសវណ្ណមិនបានយួនរើសបែបសវណ្ណនេះប្រពន្ធត្រូវដឹងបែបសវណ្ណហ្នឹងជាកូនខ្មែរអ្នកតកែដែលយួនបានចាប់យកទៅតាំងពីអាយុ15ឆ្នាំនៅឆ្នាំ54ពេលពួកយេមិញចេញទៅណាពួកយេមិញបានចាប់យកក្មេងខ្មែរប្រមាថប្រមងណាចាប់យកទៅជាង3000នាក់ក្មេងៗដែលអាយុ5 10 4 10ឆ្នាំនោះយកទៅឲ្យទៅរៀនសូត្រហើយដើម្បីលៀកខួរក្បាលខ្មែរក្នុងនោះមានប៉ែនសវណ្ណម្នាក់ដែរហើយលោកតាប៉ែនសវណ្ណនោះយួនទុកចិត្តជាគេទាំងអស់មិនបានយួនទុកចិត្តជាគេទាំងអស់ព្រោះតាប៉ែនសវណ្ណនោះក៏រៀនសូត្រចេះដឹងសូត្រយួននៅហាណូយហើយនាយករដ្ឋមន្ត្រីយួនឈ្មោះផាំម៉ាដងជានាយករដ្ឋមន្ត្រីយួនសម័យនោះបានលើកក្មួយបកើតប្រពន្ធលោកតាប៉ែនសវណ្ណណាជាក្មួយនាយករដ្ឋមន្ត្រីយួនបកើតឈ្មោះផាំម៉ាដងឲ្យធ្វើប្រពន្ធអញ្ចឹងយួនគេទុកចិត្តលោកតាប៉ែនសវណ្ណអញ្ចឹងគេបកគលភារកិច្ចឲ្យលោកតាប៉ែនសវណ្ណរៀបខ្មែរដើម្បីដាក់ដេញប្រពន្ធចេញគឺខ្មែរនឹងមកជំនួសប្រពន្ធអញ្ចឹងបានលោកតាប៉ែនសវណ្ណរៀបទៅពួកដែលប្រវត្តិមកចាប់ទៅមួយក្រុមមានច័ន្ទស៊ីជាសុទ្ធអីចឹងទៅហើយនៅមានពួកដែលរត់ទៅដែលប្រពន្ធដេញចាប់ដោយសម្ដេចទាំង3នោះមានបញ្ហាមួយប្រពន្ធរត់ចូលសុយួនយួនចាប់ដាក់គុកប៉ែនសវណ្ណទៅដោះយកមកបានមួយក្រុមមកណែដល់ប៉ែនសវណ្ណរំដោះបានយកមកបានមួយក្រុមហើយបានគេមកបកាសរណសេពីធ្នូនៅស្នួលបកាសរណសេពីធ្នូទៅឡើងរថយន្តហើយទៅបានប៉ែនសវណ្ណប្រាប់ទៅយួនវិញថាឥឡូវមានមួយក្រុមហើយខ្មែរចឹងយួនលើកដល់ព្រឹបមួយខែដេញពលពតដល់ជីដែនច្បាស់ចឹងណែមិនពលពតមករំដោះខ្មែរទេដេញតែជីដែនបានយួនឲ្យពីណាធ្វើមេបកប្រជាជនគឺប៉ែនសវណ្ណពេលយួនដេញពលពតចេញណាលោកតាប៉ែនសវណ្ណមកធ្វើមេបកប្រជាជនបន្តពីពលពតប៉ែនសវណ្ណធ្វើមេបកហើយធ្វើជានាយករដ្ឋមន្ត្រីទៀតដល់លោកតាប៉ែនសវណ្ណនេះគាត់ស្រែជាតិគាត់បានធ្វើមេបកគាត់បានធ្វើនាយករដ្ឋមន្ត្រីគាត់ស្រឡាញ់ជាតិខ្មែរដល់ស្រឡាញ់ជាតិខ្មែរគាត់ទៅរករឿងយួនណែឲ្យដឹងទៅបងគាត់ស្រឡាញ់ខ្មែរដល់ស្រឡាញ់ខ្មែរគាត់ទៅរករឿងយួនគាត់រករឿងអីទេព្រោះពេលយួនចូលដល់ស្រុកយើងនេះដេញប្រពន្ធចេញយួនដឹកសភារៈទាំងអស់មាសពេជ្រកែកងនៅវាំងយួនដឹកចេញទាំងអស់ចេញទាំងអស់លោកតាប៉ែនសវណ្ណទៅជួបមេធានយួនឈ្មោះលេខធអ្នកប្រជាធិបចូលស្រុកខ្មែរអញ្ចឹងប៉ែនសវណ្ណគាត់ទៅតវ៉ាថានិយាយគ្នាហាណូយថាមកជួយដេញប្រពន្ធមិនបើគេបានអស់ពីវាំងលេងទៀតលេខធថាម៉េចទេហើយសមមិត្តឃើញទាហានវៀតណាមក៏ប្រហែល10000នាក់អញ្ចឹងគេដឹកឲ្យបានហើយយល់បានហើយប៉ុន្តែសាលតាប៉ែនសវណ្ណតវ៉ាទៅបានមាសអីនឹងដឹកចូលវាំងវិញខ្លះនេះតាប៉ែនសវណ្ណប៉ុន្តែទៀតយួនចាប់ដល់ប្រជាប៉ែនសវណ្ណឲ្យប៉ែនសវណ្ណសញ្ញេអនុញ្ញាតឲ្យចិត្តយួនប្រទេសស្រុកខ្មែរយើងតែខេត្តតូចប្រមាណ1000នាក់ខេត្តធំប្រមាណប៉ែនសវណ្ណក៏ប្រាប់ទៅប៉ែនសែតក៏ថាបានទេព្រោះរឿងហ្នឹងក៏អាចនិយាយបានដែរប្រទេសខ្មែរជារបស់ខ្មែរមិនអាចឲ្យវៀតណាមមកនៅទេហើយនឹងចំណុចធំមួយទៀតបងប្អូននេះយល់ប្រជាប៉ែនសវណ្ណឲ្យធ្វើក5ថាត្រូវធ្វើក5សមមិត្តដើម្បីការពារកុំឲ្យពួកបតិកិរិយានឹងចូលមកចឹងតាប៉ែនសវណ្ណគាត់មានខួរក្បាលជាខ្មែរហ្នឹងបងគាត់និយាយវិជាឲ្យធ្វើក5ភ្លាមណាគាត់គិតឃើញភ្លាមហ្មងគាត់ថាយួនអនុវត្តនយោបាយស្លាប់ខ្មែរហ្មងព្រោះខ្មែរយើងកាលណាធ្វើក5គឺត្រូវកែនមួយទៅហើយដល់កែនទៅកាប់ព្រៃជនមានស្លាប់កូនចាញ់ស្លាប់អស់មិនយួនយកដីខ្មែរអញ្ចឹងប៉ែនសវណ្ណគាត់បាក់ខ្សែគាត់ថាគាត់អត់ធ្វើបានទេរឿងហ្នឹងនៅតែយួនខាងគាត់បានចុងឆ្នាំ1982យួនចាប់លោកតាប៉ែនសវណ្ណយកដាក់គុកហាណូយអស់10ឆ្នាំ52ថ្ងៃបងហើយលោកតាប៉ែនសវណ្ណដោះលែងគាត់មកវិញឆ្នាំ91គេយកក្មួយគេទៅបាត់ទៀត
លោកតាបៃសវណ្ណនៅកន្លោះតើឥឡូវនេះបាទនៅជាមួយសមាជិកយើងនេះអានេះរឿងអត់ច្បាស់ណាស់បងយើងបានចាប់បន្តបៃសវណ្ណដល់បៃសវណ្ណយួនចាប់ពេលនោះយួនចាប់បានប្រធានបកប្រជាជនគេប្រគល់ឲ្យហេចម្រិនឲ្យលោកតាហេចម្រិននោះធ្វើជាប្រធានបកប្រជាជនប៉ុន្តែនាយករដ្ឋមន្ត្រីយួនអត់ឲ្យតាហេចម្រិនទេយួនឲ្យចាន់ស៊ីនេះទៀតចាន់ស៊ីជាណាដែរចាន់ស៊ីគឺជាក្មេងខ្មែរដែលយួនចាប់ទៅចិញ្ចឹមតាំងអាយុ50ឆ្នាំដែរគាត់អ្នកកំពុងឆ្នាំងបរិបូរយួនទុកចិត្តតែនឹងហើយប្រពន្ធលោកតាចាន់ស៊ីនឹងយួនទៀតអញ្ចឹងតំណែងនាយករដ្ឋមន្ត្រីបានលើចាន់ស៊ីតំណែងនេប៉ាបានទៅលើតាហេចម្រិនដល់ចាន់ស៊ីឡើងធ្វើនាយករដ្ឋមន្ត្រីបានតែ2ឆ្នាំទេ83 84ស្រាប់តែដល់ថ្ងៃទី3ខែមករាឆ្នាំ85គេប្រកាសថាចាន់ស៊ីស្លាប់ប្រកាសចាន់ស៊ីស្លាប់ពេលនោះកូនស្រីរបស់ចាន់ស៊ីម្នាក់បានរត់ទៅប្តឹងទៅសុំទៅជួបតាកុងគួរតាកុងគួរនេះឪបកើរបស់កុងសុភានេះគាត់ទៅតាកុងគួរនៅសម័យនោះគាត់ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសម័យរដ្ឋកម្ពុជាហ្នឹងអញ្ចឹងកូនស្រីរបស់ថ្មចាន់ស៊ីនោះរត់ទៅប្រាប់លោកតាកុងគួរថាឲ្យជួយឪពុកផងយួនសម្រាប់ហើយចឹងលោកតាកុងគួរគាត់ថានឹងជួយល្មិចបើម្ដាយអ្នកឯងវៀតណាមហើយគាត់ខ្មែរជួយមិនកើតបាទពួកគាត់ស្លាប់ឲ្យមិនឈឺអីចាន់ស៊ីស្លាប់ឈឺអីគឺស្លាប់មនុស្សស្រស់ញឹមនឹកចឹងដល់អ្នកប្រវត្តិសាស្ត្រគេសាជាទៅគេដឹងថាយួនចាក់ឆ្នាំសម្រាប់លោកតាចាន់ស៊ីមិនបានលោកយួនចាក់ឆ្នាំសម្រាប់តាចាន់ស៊ីគឺចាន់ស៊ីអត់ព្រមធ្វើក5ម្ដងអត់ធ្វើមកបាទពួកក5ហ្នឹងបងប្អូនចាស់ហ្នឹងហើយទៅជីឡានណាមកវិញជីចានបាទណាបាទចូលមកវិញចាំមកហ្នឹងបាទចាំមកដុតរមកហ្នឹងបាទមកចានទៅវិញហ្នឹងទៅម្នេះជីឡានគេដាក់ឡានទៅដល់មកវិញមកចាំហ្នឹងមិនមកចានបាទចាន់ស៊ីអត់ព្រមហ្នឹងហើយបានយួនសម្លាប់ហ្នឹងដល់ពេលយួនសម្លាប់លោកតាចាន់ស៊ីហើយបានយួនលើកដេជូនេះឲ្យធ្វើនាយករដ្ឋមន្ត្រីក5កើតពេញស្រុកខ្មែរឥឡូវយួនចង់បានអីបានដូចចិត្តនេះហើយ7មករាបងប្អូនមិនតែនឹងច្បាស់ទេបាទលោកមេភូមិជ័យទៅបានណានេះខ្ញុំចង់ជជែកអត់ដឹងព្រោះកុំឲ្យមិនដឹងបើយើងអត់ដឹងណាយើងចេះថាទីយកបកជីជនបករបស់អញមិនបកអញនេះបករបស់យួនមែនអត់ច្បាស់យ៉ាងហើយបានគណៈបកជាតិមកជាជួបបងប្អូនថ្ងៃនេះគឺដើម្បីឲ្យដឹងទី1ឲ្យដឹងថាបើយើងអស់គ្នានៅបន្តបោះឆ្នោតឲ្យគណៈបកប្រជាជនតទៀតណាបងប្អូនអ្នកគីសោមអត់បានផុតអីទេមានតែបាត់បង់ឥឡូវបាត់បង់អីឥឡូវដីតាមព្រំដែនដឹងខ្លួនឯងហើយខ្ញុំមិនបាច់និយាយទេខ្ញុំមកមើលកន្លែងណាមួយកាលពីឆ្នាំទៅមួយហ្នឹងបាទនៅដីប្រគល់ព្រំដែនតើបងប្អូនទទួលស្គាល់ថាចំណេញអានឹងខ្ញុំមិនធ្វើម៉េចទេបងប្អូននៅទីនេះរាប់ឆ្នាំអ្នកខ្លះរាប់ទៅនាំហើយមិនចឹងណាថាបោះប្រគល់ព្រំដែននេះខ្មែរចំណេញអានេះស្អីបងប្អូននេះច្បាស់ជាខ្ញុំបើតែខ្ញុំទៅគ្រប់កន្លែងទាំងអស់តាមនេះឃើញយួនចំណេញទាំងអស់មិនចឹងទេបាទអានេះទី1ទី2នៅគីសោមនេះខ្ញុំជឿជាក់ថាតែមិនយួនទេបើបងប្អូនទៅមើលភ្នំពេញទៅមើលអ្នកលឿងទៅមើលវត្តជនជាតិយួនទាំងអស់ផ្សារពលឺអីទាំងអស់ណាយួនអត់មកនៅដីយើងទេមកជួលដីយើងប៉ុន្តែអត់មកនៅទេគេនៅតាមនោះដល់ពេលគេនៅច្រើនទៅខៀមកដល់នោះគឺយើងចប់ហើយទី3ហ៊ុនសែនរដ្ឋាភិបាលហ៊ុនសែនបានជួលដីឲ្យក្រុមហ៊ុនយួនរយៈពេល91ឆ្នាំចូលដល់ជិតលានហិកតាហើយបងប្អូនឥឡូវនេះគឺយួនគេដាក់ពលករគេមកហើយអញ្ចឹងបើយើងនៅបន្តគ្រប់គ្រងគណៈបព្វជិតតទៀតដោយយើងគ្រប់គ្រងយួនហ្នឹងឯងជីវភាពយើងក៏អត់មានអីចម្រើនដែរដូចបងប្អូនឃើញដែរខ្ញុំធ្វើដំណើរមកមិនប្រាប់ខ្ញុំថាអ្នកគីសោមមានទេខ្ញុំក៏ឃើញផ្ទះសម្បែងក៏ឃើញដីស្រែហ្នឹងគឺខ្ញុំដល់តែក្រទៅហើយយ៉ាងហើយបានណាអ្នកដែលថាអស់ចាស់ហ្នឹងដែលចង់បើដែលដាច់ខាតហ្នឹងមានអីដូចលោកមានមេភូមិមិញ